ទស្សនៈទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ដែលមានសាច់ថ្មីក្នុងរឿងព្រះអាទិត្យទើបរះវគ្គ 2 យើងកុំភ្លេចជួយ Subscribe Channel ដែលមានម្នាក់មួយផងណាព្រលឹមឡើងយើងក៏ឃើញមនុស្សពីរនាក់កំពុងតែអង្គុយញ៉ាំអាហារពេលព្រឹកហើយមនុស្សពីរនាក់ហ្នឹងគ្មានពីណាទេមានណាសង្វួនហើយនិងសេរ៉ានឹងឯងគេកំពុងតែអង្គុយញ៉ាំអាហារពេលព្រឹកជាមួយគ្នាហើយស៊ូរ៉ាគេនិយាយថាគេអត់ចូលចិត្តបង្ហាញមុខបង្ហាញមាត់អីច្រើនពេកទេដោយសារតែមានមនុស្សចំណែននាងហ្នឹងច្រើនណាស់នៅជុំវិញនាងសេរ៉ានិយាយទៅប៉ុន្តែណាសង្វួនដូចជាគ្មានចាប់អារម្មណ៍ជាមួយនឹងអ្វីដែលនាងនិយាយទេហើយនាងក៏និយាយថាខ្ញុំមិនចូលចិត្តដូចជាមនុស្សល្ងងដែលអង្គុយនិយាយតែម្នាក់ឯងហើយគេអត់ស្ដាប់នោះទេឲ្យខ្ញុំសុំទោសផងខ្ញុំឈឺក្បាលខ្លាំងណាស់តាំងពីព្រឹកមិញមកតែនាងមិនតិចទេមែននៅទីនេះហាមិនសិនតិចគឺវាតិចខ្លាំងណាស់សេរ៉ាអត់ឆ្លើយតបជាមួយនឹងណាសង្វន់ទេប៉ុន្តែនាងគិតថាមនុស្សប្រុសម្នាក់នេះពិតជាតាក់ទាញចិត្តខ្ញុំខ្លាំងណាស់នាងគិតថាគេពិតជាមើលទៅតាក់ទាញចំណាប់អារម្មណ៍ខ្លាំងណាស់ធ្វើឲ្យមនុស្សគ្រប់គ្នាដែលឈរក្បែរគេនឹងមានអារម្មណ៍ថាមានមោទនភាពហើយនៅពេលដែលសេរ៉ានៅប្រាំងនឹងសេរ៉ាក៏ធ្លាប់មានទំនាក់ទំនងរាងកាយជាមួយនឹងអ្នកផ្សេងទៀតដែរប៉ុន្តែណាសង្វន់គឺជាមនុស្សម្នាក់ដែលធ្វើឲ្យស៊ូរ៉ានឹងមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយស៊ូរ៉ាក៏ធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកផ្សេងច្រើនទៀតដែរនៅប្រទេសប្រាំងប៉ុន្តែជាមួយនឹងណាសង្វន់ណាធ្វើឲ្យស៊ូរ៉ាមានអារម្មណ៍មួយថាប្លែកពីគេមែនទែនដែលពិបាកពណ៌នាបានវាមិនត្រឹមតែជាការគេហៅតែជាតិចនិចទេប៉ុន្តែវាមានអីផ្សេងលើសពីហ្នឹងហើយជាមួយនឹងទឹកមុខដ៏សុភាពរាបសាររបស់គេហ្នឹងធ្វើឲ្យស៊ូរ៉ាមានអារម្មណ៍ថាមើលទៅគួរអាណិតខ្លាំងណាស់ហើយមើលទៅមានអារម្មណ៍ថាគេនឹងចង់យំម្ដងទឹកមុខចង់យំមិនបើគេបខំនេះប៉ុន្តែបែបហ្នឹងហើយបានជាធ្វើឲ្យស៊ូរ៉ាហ្នឹងមានអារម្មណ៍ថាដូចជាបាត់បង់ម្ចាស់ការលើខ្លួនឯងអញ្ចឹងហើយធ្វើឲ្យសេរ៉ាហ្នឹងមានអារម្មណ៍ចង់ដឹងថាណាសង្វន់រស់នៅបែបណាហើយចង់ដឹងថាគេកំពុងគិតអីហើយរឿងក៏បានត្រឡប់ថយក្រោយបន្តិចថាស៊ូរ៉ាហ្នឹងកំពុងតែនៅក្នុងបន្ទប់ហើយណាសង្វន់ណាក៏បានឆាតមកនាងស៊ូរ៉ាហ្នឹងក៏នឹកស្មានដល់ដែរថាគេទាំងពីរនឹងជួបគ្នាឆាប់បែបហ្នឹងនាងក៏និយាយថាតើមានរឿងអីនៅយប់ស្មាននេះហើយហ្នឹងហើយណាសង្វន់ក៏ស្ទុះមកចាប់ថាបស៊ូរ៉ាតែម្ដងហើយស៊ូរ៉ាក៏អាចឃើញបានដែរថាណាសង្វន់ថ្ងៃហ្នឹងដូចជាមនុស្សចម្លែកម្នាក់ទៀតអញ្ចឹងថ្ងៃហ្នឹងណាសង្វន់បានចាប់ស៊ូរ៉ាថាបយកតែម្ដងហើយគេទាញនាងទៅអោបជាប់នឹងខ្លួនរបស់គេទៀតប៉ុន្តែគេចាប់ខ្លួនរបស់ស៊ូរ៉ាហ្នឹងដូចជាចង់ហែកស៊ូរ៉ាចេញជាពីរអញ្ចឹងហើយភ្នែករបស់គេក៏ដូចជាមិនចង់យំទៀតដែរហើយភ្នែករបស់គេហ្នឹងដូចជាអាចបញ្ជាក់បានថាវាជាភ្នែកមនុស្សដែលស្លាប់ចិត្តបាត់អញ្ចឹងប៉ុន្តែអ្នកទាំងអស់គ្នារូបនេះបញ្ជាក់បានដូចជារូបរបស់ជូយ៉ុងអញ្ចឹងណាសង្វន់ធ្វើទង្វើបែបហ្នឹងជាមួយនឹងស៊ូរ៉ាប៉ុន្តែនឹកឃើញដល់ជូយ៉ុងហើយស៊ូរ៉ាក៏គិតបន្តទៀតថាគេមើលទៅដូចជាប្រិយបុត្រអញ្ចឹងប៉ុន្តែគេដូចជាមានអីនៅក្នុងចិត្តរបស់គេហើយអ្វីដែលនៅក្នុងចិត្តរបស់គេនឹងអាចគឺជាសត្វកំណាចក៏ថាបានហើយគេក៏មានអារម្មណ៍ថាគេចាប់អារម្មណ៍ទៅណាសង្វន់ខ្លាំងមែនតើណាសង្វន់យកដៃជូតមាត់ហើយស៊ូរ៉ាក៏គិតទៀតដែរថាមិនបានជាដៃទៅទន់ខ្លួនបែបហ្នឹងមិនបានទៅអាចទៅជាដៃដែលមានភាពក្រោកគ្រៀតយ៉ាងហ្នឹងខ្ញុំឃើញតែលោកអត់បានញ៉ាំអីទេខ្ញុំទាយថាលោកប្រហែលជាមិនឃ្លានទេមើលទៅតើលោកនឹងទៅមន្ទីរពេទ្យអត់ខ្ញុំគឺមិនសូវមានចំណង់អាហារទេនៅរដូវក្តៅនាងញ៉ាំតទៀតទៅតែលោកចង់ទៅស្ទូឌីយោរបស់ខ្ញុំអត់ឥឡូវនឹងអត់ទៅទេសង្វន់បដិសេធស៊ូរ៉ាចំចឹងហ្មងធ្វើឲ្យស៊ូរ៉ាមុខឡើងក្រហមហើយអៀនខំយកជើងមកកេះគេប៉ុណ្្នឹងឯងគេនឹងអត់ទៅទៀតនិយាយតាមផុតពីមាត់ផងទូរស័ព្ទរបស់ណាសង្វន់នឹងក៏រោឡើងណាសង្វន់នឹងក៏លើកទូរស័ព្ទនឹងយកឡើងមកមើលជូរ៉ានឹងឃើញភ្នែករបស់ណាសង្វន់ធំអញ្ចឹងគេក៏និយាយថាបើសិនជាវាតាក់ទងជាមួយនឹងការងារលោកលើកវាទៅវាគឺជាលេខទូរស័ព្ទខលមកមិនតាន់អញ្ចឹងខ្ញុំលើកវាបន្តិចសិនលោកលើកវានៅត្រង់ហ្នឹងទៅវាមិនអីទេវាមិនមែនជាមនុស្សស្រីផ្សេងទេមែនអត់ណាសង្វន់ក៏លើកទូរស័ព្ទនឹងឡើងហើយគេនិយាយថានេះគឺជាណាសង្វន់និយាយ report របស់លោកឲ្យលឿនបន្តិចមកបន្ទាប់ពីណាសង្វន់លើកទូរស័ព្ទហើយហ្នឹងគេក៏ចេញកសែភ្នែកបែបហ្នឹងទៅហើយទឹកមុខបែបហ្នឹងគឺជាទឹកមុខដែលមើលទៅដូចជាជីវិតហ្នឹងចាប់ផ្ដើមស្លាប់ម្ដងបន្តិចអញ្ចឹងហើយទឹកមុខហ្នឹងមានន័យថាស្លាប់ដោយកំហឹងដោយឆេះឆួលទូរស័ព្ទហើយនឹងណាសង្វន់ក៏និយាយថាអីទេអញ្ចឹងខ្ញុំនឹងឆែកមើលវាហើយគេក៏ត្រឡប់មកនិយាយជាមួយនឹងស៊ូរ៉ាវិញថាតោះទៅកន្លែងស្ទូឌីយោរបស់នាងបើអញ្ចឹងខ្ញុំនឹងប្រញាប់ទៅបន្ទប់ទឹកយើងក៏មិនមានពេលច្រើនដែរស៊ូរ៉ាចូលមកដើម្បីនិយាយទូរស័ព្ទហើយនាងក៏សួរទៅម្ខាងទៀតថាតើឯងបានសើបពីរឿងរបស់ណាសង្វន់ហើយនៅតបពី report យ៉ាងហោហើយហ្នឹងហើយស៊ូរ៉ាក៏លន់មាត់ថាគ្មានបញ្ហាជាមួយនឹងមនុស្សស្រីទេហើយផ្នែកម្ខាងទៀតហ្នឹងក៏និយាយថាត្រូវហើយគ្មានទេណាសង្វន់ធ្លាប់បានណាត់ជាមួយនឹងស្រីខ្លះដែរប៉ុន្តែគេសិតតែបែកពីស្រីអស់នោះហើយគេមានមិត្តស្រីម្នាក់ដែលជិតស្និទ្ធដែរតើពួកគេមានបានកេងជាមួយនឹងគ្នាអត់ទេព្រោះចុះមិនបានជាឯងដឹងតែឯងយកកាមេរ៉ាទៅដាក់ផ្ទះនាងមែន
វាមើលទៅដូចជាមានពាក្យចចាមអារាមថាណាសង្វន់ណាគឺជាប្រធានក្រុមរបស់គេហើយចូលចិត្តនាងយូរហើយតែនាងមិនដែលទទួលទឹកចិត្តរបស់គេទេត្រឡប់មកមើលប៊ឺមជិនហើយនឹងជូយ៉ុងឯនេះវិញជូយ៉ុងទៅធ្វើការបដិតែប៊ឺមជិននៅគេក្នុងផ្ទះតែម្នាក់ឯងទេជូយ៉ុងត្រូវមានណាត់ប្រជុំហើយវាអត់ឆ្ងាយពីកន្លែងហ្នឹងប្រហែលទេប៉ុន្តែប៊ឺមជិនបន្ទោសទៅជូយ៉ុងថាជូយ៉ុងហ្នឹងអត់ស្គាល់ផ្លូវផងហ្នឹងណាហើយជូយ៉ុងហ្នឹងក៏តមាត់ថាតែសាំដូនប្រកាសជាស្គាល់ផ្លូវហើយត្រូវអត់ខ្ញុំពិតជាចង់យកនេះទៅផ្ទះរបស់ខ្ញុំដោយដៃរបស់ខ្ញុំផ្ទាល់បានហើយខ្ញុំនឹងទៅថ្ងៃស្អែកលឺជូយ៉ុងនិយាយបែបស្រួលអញ្ចឹងប៊ឺមជិនក៏ងើបអង្គុយឆ្ងល់តែម្ដងបានហើយខ្ញុំត្រូវការរៀបចំអីវ៉ាន់នៅក្នុងថ្ងៃហ្នឹងខ្ញុំនឹងត្រឡប់មកវិញនៅម៉ោង 2 ហើយកន្លែងរបស់ខ្ញុំវាដូចជាគេធ្វើសង្គ្រាមអញ្ចឹងញ៉ៃញ៉ៃដល់ហើយល្អអញ្ចឹងខ្ញុំនឹងត្រឡប់ទៅកន្លែងរបស់នាងនៅថ្ងៃហ្នឹងលោកពិតជាស្រឡាញ់ខ្ញុំពេកហើយវុនប៊ុនជីមលោកព្យាយាមរត់រកគ្រូម្ជោបាយដើម្បីមកគេងចិត្តខ្ញុំឈប់ភ្លាមទៅឈប់ស្អីគេដាក់មុនស្នេហ៍ឲ្យខ្ញុំកំពុងតែនៅលើក្រែស្ដាប់សំឡេងរបស់នាងតែនាងគិតមើលថាដៃរបស់ខ្ញុំនឹងទៅកន្លែងណាហេប៊ឺមជីនសាហាវណាស់ដែរហ្នឹងហើយជូយ៉ុងក៏ស្រែកទៅឲ្យប៊ឺមជីនថាវានៅពេលព្រឹកនៅឡើយទេមិនអីទេសុំឲ្យនាងមានថ្ងៃដែលរីករាយហើយញ៉ាំឲ្យបានច្រើនផងខ្ញុំដឹងហើយជួបគ្នាថ្ងៃក្រោយហើយជូយ៉ុងគិតថានេះគឺជាពេលដែលនាងត្រូវរត់ដែរជូយ៉ុងមកដល់ក្នុង office វិញជួបជាមួយនឹងប្រធានរបស់គេខ្ញុំបានឃើញអ៊ីមែលរបស់ Martin ហើយខ្ញុំនឹង follow up ទៅតាមអ៊ីមែលរបស់ Martin ថាម៉េច Martin នៅតែអ៊ីមែលមកនាងទៀតហើយ assistant manager ជុតជូយ៉ុងត្រូវហើយមេរបស់ជូយ៉ុងព្យាយាមដកការងាររបស់ជូយ៉ុងឲ្យទៅអ្នកផ្សេងធ្វើអស់ហើយពេលជូយ៉ុងនិយាយថាចង់តវ៉ាអញ្ចឹងគាត់តែងតែមានលេសមករហូតថាគេទេមកនេះគេទេមកនោះអញ្ចឹងទៅតែអធិស្ឋានអ្នកទាំងអស់គ្នាអត់មានប្រសាយអត់ស្រួលខ្លួនទេឥឡូវបញ្ចូលដល់ម៉ោង 2:10 ហើយអញ្ចឹងថ្ងៃហ្នឹងប៉ុណ្្នឹងបានទេណាចាំស្អែកចាំអេដមីនបញ្ចូលថែមទៀត